គោរពជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ដំណើររាត្រីនៅថ្ងៃនេះនឹងនាំយករឿងមួយដែលតាក់ទងជាមួយនឹងសក្តាញ់តែមុននឹងចូលដល់សាច់រឿងដែលដំណើររាត្រីនឹងចែកជូនដល់ពុកម៉ែបងប្អូនស្ដាប់ក៏សូមចាត់ពុកម៉ែបងប្អូនជួយ Subscribe ក៏ដូចជាជាវជាមួយនឹង Channel របស់ដំណើររាត្រីដើម្បីជាការលើកទឹកចិត្តក៏ដូចជាផ្ដល់កម្លាំងចិត្តបង្កើតនៅមាតិកាថ្មីដែលតាក់ទងជាមួយនឹងរឿងខ្មោចអញ្ចឹងបាទដំណើររាត្រីនៅថ្ងៃនេះបាននាំយករឿងរ៉ាវមួយដែលតាក់ទងជាមួយនឹងសក្តាញ់ដែលដំណើររាត្រីទទួលបានពីក្មួយស្រីម្នាក់ដែលគាត់ឈ្មោះថាដាលីនអញ្ចឹងតើរឿងរ៉ាវទាំងនោះវាកើតឡើងរបៀបណាហើយនឹងគួរឲ្យតក់ស្លុតនិងរន្ធត់ភ័យខ្លាចកម្រិតណាបាទក៏សូមពុកម៉ែបងប្អូនបាទចូលរួមស្ដាប់ក៏ដូចជាស្ដាប់នៅរឿងរ៉ាវដែលដំណើររាត្រីនឹងចែកជូនបាទពុកម៉ែបងប្អូនស្ដាប់រឿងរ៉ាវទាំងនេះបានកើតឡើងជាមួយនឹងក្មួយស្រីម្នាក់ដែលមានឈ្មោះថាដាលីនអញ្ចឹងក្មួយស្រីដាលីនគាត់បានប្រាប់មកដំណើររាត្រីថាកាលពីឆ្នាំ2017 2018គាត់បាទធ្វើការជាកម្មការិនីរោងចក្រនៅស្រុកបាទមួយនៃស្រុកកំណើតរបស់គាត់នៅក្នុងបាទខេត្តកំពង់ធំចំណែកឯរឿងរ៉ាវដែលកើតឡើងជាមួយគាត់នោះគាត់បានបញ្ជាក់ថាវាកើតឡើងនៅថ្ងៃមួយបាទដែលគាត់ចាប់ផ្ដើមមានអាការៈក៏ដូចជាចេះតែមានអារម្មណ៍ថាវាអត់ស្រួលក្នុងខ្លួនហើយគាត់បាននិយាយថាឲ្យតែពេលយប់ឡើងគឺគាត់តែងតែយល់សបិនយល់សពក៏ដូចជាពេលខ្លះគាត់គិតថាដូចជាការពិតចឹងគឺមានបាទមនុស្សចំណាស់ស្ត្រីចំណាស់ម្នាក់បានមកសុំគាត់ថាបាទសុំរូបរបស់គាត់ដើម្បីកាន់ដើម្បីបាទចូលនៅដែលតាក់ទងជាមួយនឹងរឿងពពួកផ្លូវងងឹតឬក៏រឿងបៃជំនឿឬក៏គ្រូមកអីហ្នឹងដែលគេហៅថាចូលកាន់រូបអញ្ចឹងគាត់បញ្ជាក់ថាបាទជារៀងរាល់យប់ប្រហែលជាខ្ទង់ 3-4 ខែគឺគាត់តែងតែយកសពហើយនឹងមានស្ត្រីចំណាស់មកសុំបាទរូបរបស់គាត់ដើម្បីកាន់ដើម្បីសន្ធិដ្ឋហ្នឹងហើយគេសន្យាថានឹងធ្វើឲ្យគាត់នឹងរស់ស៊ីមានបានហើយនឹងមានជីវភាពទូធាក៏ដូចជានឹងคล้ายទៅជាអ្នកមានតែសំខាន់គឺឲ្យគេបាទចូលឬក៏កាន់រូបរបស់គាត់អញ្ចឹងគាត់បានបញ្ជាក់ទៀតថានៅពេលនោះបាទរយៈពេលខ្ទង់ 3 ខែហ្នឹងគឺគេមិនបានមកធ្វើបាបឬក៏មកធ្វើទុកបុកម្នេញទៅលើរូបរាងកាយក៏ដូចជាអារម្មណ៍របស់គាត់ទេគេគ្រាន់តែផ្ដល់តាមរយៈសុបិនហើយនឹងសុំបាទរូបពីគាត់តាមរយៈការយកសពប៉ុន្តែគាត់ថាមួយរយៈក្រោយមកនៅថ្ងៃមួយសក់ក្បាលរបស់គាត់ហ្នឹងគឺចាប់ដើមមានកណ្ដាញហ្នឹងគឺរបៀបថាវាសក់រុំកពាត់ចូលគ្នាអញ្ចឹងប៉ុន្តែគាត់ថានៅពេលនោះគឺមានសក់កណ្ដាញតែបន្តិចទេគាត់ក៏អត់ចាប់អារម្មណ៍អត់អីដែរប៉ុន្តែគាត់ថានៅពេលដែលគាត់មួយទឹកមួយអីទៅគាត់កក់សក់ទៅក៏តាក់ជាមួយនឹងសក់ដែលកណ្ដាញចូលគ្នាហ្នឹងអញ្ចឹងក៏គាត់ប្រាប់ទៅដល់ម្ដាយរបស់គាត់នៅពេលនោះបាទគាត់បាននិយាយរៀបរាប់ពីការយល់សពយល់ស្បិនទៅប្រាប់ម្ដាយក៏ដូចជាបងប្អូនរបស់គាត់ដែរអញ្ចឹងនៅពេលដែលពួកគាត់បានដឹងរឿងហ្នឹងថាបាទមានគេសុំរូបគាត់ហើយវាផ្សំជាមួយនឹងសក់ដែលចាប់ផ្ដើមកណ្ដាញនៅលើក្បាលរបស់គាត់នឹងផងដែរនោះក៏បាទពួកគាត់ឃើញអញ្ចឹងក៏នាំគ្នាបាទបេះនាំគ្នា
ដាច់សក់កដាញ់មានន័យថាបេះឲ្យវាដាច់ចេញពីគ្នានៅពេលដែលបេះនោះគឺអត់បានទេអញ្ចឹងក៏នាំគ្នាបាទពេលនាំគ្នាដំនាំគ្នាបេះនាំគ្នាអីសក់ដែលកដាញ់តិចហ្នឹងប៉ុន្តែគាត់ថាបន្ទាប់ពីបាទនាំគ្នាបេះនាំគ្នាដំដើម្បីរុះសក់កដាញ់ហ្នឹងស្រាប់តែនៅពេលយប់ឡើងសក់ដែលកដាញ់កាលពីក្បាលល្ងាចកាលពីល្ងាចហ្នឹងតិចតួចហ្នឹងគ្រាន់តែមួយយប់វាកដាញ់រឹតមានន័យថាកដាញ់រឹតក្បាលរបស់គាត់ឡើងខ្លាំងគាត់និយាយថាអញ្ចឹងគឺកាលពីពេលដែលគាត់នឹងបាទរុះឬក៏លបេះសក់ដែលកដាញ់ជាប់គ្នានឹងនោះវានៅតូចទេប៉ុន្តែគ្រាន់តែនៅពេលដែលគាត់ដំសក់ហើយព្យាយាមបបេះវាចេញពីគ្នាហ្នឹងយប់ឡើងតែមួយយប់គាត់ថាសក់កដាញ់ហ្នឹងក៏វាពូនកដាញ់ចូលគ្នាឡើងរឹតក្បាលរបស់គាត់ហើយវាធ្វើឲ្យគាត់ចាប់ដើមឈឺក្បាលជាមួយនឹងសក់កដាញ់ដោយសារតែរឿងរ៉ាវទាំងហ្នឹងគឺវាធ្វើឲ្យគាត់ហ្នឹងបាទមានសុខភាពថយចុះថយបន្តិចម្ដងហើយនៅថ្ងៃមួយគាត់ថាដោយសារតែបាទគេនិយាយជាមួយគាត់អត់ត្រូវមានន័យថាសុំរូបរបស់គាត់ហ្នឹងមកនៅមកកាន់ហ្នឹងគាត់អត់ព្រមក៏ស្រាប់តែយប់មួយគាត់ថាឃើញបាទមនុស្សម្នាក់មានន័យថាមនុស្សម្នាក់ទៀតដែលមានមុខមាត់ដូចគាត់ក៏ដូចជារូបរាងប្រៀបដូចជាបាទរូបគាត់មួយទៀតបានមកវាយដណ្ដើមវាយជាមួយនឹងគាត់វាយដណ្ដើមមានថាគឺជារូបភាពមួយមិនមែនជាការយល់សប្តិឬក៏សម័យវាជារូបភាពពិតប្រាកដគាត់ថាមានស្ត្រីម្នាក់ទៀតណាដែលមានរូបរាងមានមុខមាត់ដូចជាគាត់អញ្ចឹងដែរហើយក៏មកវាយដណ្ដើមរូបគាត់មានន័យថាគេវាយគាត់វាយដើម្បីដណ្ដើមរូបអញ្ចឹងគេថាឲ្យរូបអញមកឲ្យរូបមកអញដល់ពេលអញ្ចឹងគាត់ដែលជាម្ចាស់រូបហ្នឹងក៏ព្យាយាមវាយបតវាយអីជាមួយនឹងរូបហ្នឹងហើយនៅពេលដែលវាយហ្នឹងគឺគាត់ថាគាត់ប្រឹងអស់ពីកម្លាំងគាត់ប្រឹងអស់ពីស្ទើរតែទប់ទល់ជាមួយនឹងគេមិនឈ្នះប៉ុន្តែគាត់ថានៅពេលនេះស្រាប់តែមានអីមួយដូចជាជីដូនជីតាឬអីគាត់ថាគាត់អត់ដឹងប៉ុន្តែគាត់ថាដឹងថាមានអីមួយបានមកជួយគាត់បានមកជួយគាត់បើសិនជាអត់បានមកជួយឬក៏អត់មានអីជួយទេគឺប្រហែលជានៅពេលហ្នឹងគាត់នឹងមានបញ្ហាគេវាយឬក៏គេដណ្ដើមរូបរបស់គាត់បានហើយអញ្ចឹងត្រឡប់មកក្រោយបន្តិចគាត់ថាមុននឹងមាននារីម្នាក់ដែលកាឡាខ្លួនមានមុខមាត់មានអីដូចគាត់នឹងមកវាយដណ្ដើមរូបហ្នឹងគាត់ថាមានអ្នកចិត្តខាងរបស់គាត់នឹងតែងតែឃើញភ្លើងបាទហោះជុំវិញកលឹងផ្ទះគាត់ជារៀងរាល់ថ្ងៃមានន័យថាឲ្យតែយប់ឡើងគឺតែងតែឃើញភ្លើងពណ៌បៃតងហោះកលឹងជុំវិញផ្ទះរបស់គាត់អញ្ចឹងនៅពេលដែលបាទអ្នកដតីប្រាប់គាត់បែបហ្នឹងវាត្រូវជាមួយនឹងរឿងដែលគាត់បានជួបប្រទះអញ្ចឹងគាត់ថានៅពេលចាប់ដើមនៅពេលដែលបាទមានរូបដែលដូចរូបគាត់នឹងមកវាយមកដណ្ដើមដើម្បីដណ្ដើមយករូបគាត់នឹងគាត់ក៏ចាប់ដើមបាទធ្លាក់ខ្លួនឈឺធ្វើអីឡើងកើតហើយគាត់បញ្ជាក់ផងដែរថាអ្នកដែលចង់បានរូបរបស់គាត់នឹងគឺមាន2ទី1គឺបាទម្ចាស់ដែលមកតោងមកធ្វើសក្តាញ់និងមួយទៀតគឺគ្រូបាជាយរបៀបថាជីដូនជីតាខាងឪពុករបស់គាត់ប៉ុន្តែជីដូនជីតាខាងឪពុករបស់គាត់បាទគេមកសុំគាត់ដើម្បីកាន់ដើម្បីបាទស្នងរូបដើម្បីអីទេគេអត់បានមកធ្វើបាបធ្វើអីទេគាត់មិនព្រមក៏ជីដូនជីតានឹងអត់បានធ្វើបាបធ្វើអីគាត់ដែរប៉ុន្តែអ្វីដែលធ្វើបាបគាត់នោះគឺរូប
ក៏ដូចជាពពុអមនុស្សដែលមកបង្កើតសក់កដាញ់នៅលើគាត់អញ្ចឹងគាត់ថាចាប់ពីពេលហ្នឹងមកគឺគាត់ធ្លាក់ខ្លួនឈឺបាទរយៈពេលពី3ខែរហូតដល់ធ្វើការឡើងកើតរហូតដល់ស្គមស្គាំងអស់កម្លាំងអស់អីហើយនៅពេលដែលបាទឃើញបែបនោះក៏ឪពុកម្ដាយក៏ដូចជាម្ដាយក្មេករបស់គាត់នឹងបាននាំគាត់ទៅវត្តមួយដើម្បីឲ្យព្រះសង្ឃស្រោចទឹកដើម្បីឲ្យព្រះសង្ឃជួយមើលអញ្ចឹងនៅពេលដែលបាទឪពុកម្ដាយខាងប្តីរបស់គាត់នឹងនាំទៅវត្តមួយដើម្បីឲ្យព្រះសង្ឃមើលព្រះសង្ឃបានមើលហើយក៏បាននិយាយថាអ្នកដែលកាន់សក់កដាញ់ហ្នឹងគឺជាព្រាយដែលវាចង់មកចូលខ្លួនដែលចង់មកកាន់ដើម្បីយករូបរបស់យើងនឹងគ្រប់គ្រងអញ្ចឹងបានន័យថាភ្លើងដែលហោះជុំវិញផ្ទះគាត់នៅពេលយប់ឡើងហ្នឹងគឺជាព្រាយដែលវាចង់មកសន្ធិដ្ឋពីព្រោះអីផ្ទះរបស់គាត់គឺនៅក្រោយគេហើយស្ងាត់ហើយផ្ទះរបស់គាត់ហ្នឹងគឺគាត់តែងតែនៅតែងតែកេងតែងតែអីម្នាក់ឯងទេអញ្ចឹងពេលដែលវាឃើញគាត់កេងគាត់អីនៅម្នាក់ឯងអញ្ចឹងវាក៏ចង់បានរូបវាក៏ហោះឆ្វែលហោះអីបន្ទាប់មកក៏វាចាប់ដើមបាទដដើមរូបរបស់គាត់ហើយមកទុំមកតោងមកធ្វើជាសក្តាញ់ដើម្បីវាទុំវាតោងគ្រប់គ្រងលើរូបរបស់គាត់អញ្ចឹងបន្ទាប់មកបាទព្រះសង្ឃបាននិយាយថាបាទសក់កដាញ់ហ្នឹងគឺជាសក់មួយដែលព្រាយវាចង់ដដើមចង់នៅលើរូបរបស់ប្អូនស្រីម្នាក់ហ្នឹងហើយព្រះសង្ឃបានសួរថាតើបាទត្រូវការឲ្យព្រះសង្ឃកាត់សក់កដាញ់ហ្នឹងចេញឬក៏ຕົកអញ្ចឹងប្អូនស្រីក៏គាត់បាទសម្រេចចិត្តថាឲ្យកាត់ចេញទៅទោះបីជាវាតោងវាមកចង់បានរូបរបស់យើងនឹងធ្វើឲ្យយើងរស់ស៊ីមានបានឬក៏ធ្វើឲ្យជីវភាពធូរធារវាសន្យាថានឹងធ្វើឲ្យបាទខ្លាយជាអ្នកមានក៏ដោយក៏គាត់អត់ព្រមទទួលដែលគាត់ក៏យល់ព្រមឲ្យព្រះសង្ឃកាត់សក់កដាញ់នឹងបានន័យថាព្រះសង្ឃគាត់លោកមានវិធីសាស្ត្រក៏ដូចជាមានបាលីមានមន្តអាគមមានអីខ្លាំងបកែគាត់អាចបង្ក្រាបទៅលើសក់កដាញ់នឹងក៏ដូចជាព្រាយដែរការនៅលើសក់កដាញ់នឹងបានអញ្ចឹងក៏ព្រះសង្ឃបាទសួរក្មួយស្រីនឹងថាតើកាត់ឬអត់អញ្ចឹងក្មួយស្រីក៏ឲ្យព្រះសង្ឃកាត់ហើយព្រះសង្ឃបានមានសង្ឃដីកាថាព្រាយដែលចង់តោងចង់កាត់ហ្នឹងគឺជាប្រភេទព្រាយដែលបាទនៅក្នុងដីនៅក្នុងមានន័យថាបរិវេណដីរបស់គាត់ហ្នឹងពីព្រោះអីនៅដីរបស់គាត់ហ្នឹងមានខាងក្រោយវាមានដើមឈើមានស្មៅមានដើមឈើដុះស៊ុបទ្រុបចឹងគាត់ថាវានៅបាទព្រាយហ្នឹងវានៅនឹងដើមឈើនៅក្រៅផ្ទះរបស់គាត់គឺនៅនឹងដើមស្រល់ពីព្រោះអីនៅក្រៅផ្ទះហ្នឹងគឺមានដើមស្រល់មួយដើមអញ្ចឹងវានៅក្នុងហ្នឹងហើយវានៅពេលដែលឃើញក្មួយស្រីនៅផ្ទះម្នាក់ឯងនៅអីចឹងក៏វាមានបំណងមកដដើមមកអីចឹងព្រះសង្ឃក៏បាទធ្វើការកាត់សក់ដែលកដាញ់នឹងចេញហើយព្រះសង្ឃបានប្រសិទ្ធិក៏ដូចជាសូត្របាលីចងអាគមបាទទៅលើសក់កដាញ់នឹងពីសក់កដាញ់ដែលអាក្រក់ហ្នឹងទៅជាសក់កដាញ់ដែលល្អហើយព្រះសង្ឃសួរក្មួយស្រីថាតើចង់យកសក់កដាញ់ហ្នឹងទៅຕົកអត់តែក្មួយស្រីគាត់ថាគាត់អត់ចង់យកទៅទេដោយសារតែរឿងរ៉ាវដែលកើតឡើងជាមួយនឹងគាត់រឿងសក់កដាញ់ហ្នឹងគឺធ្វើឲ្យគាត់នឹងវាមានអារម្មណ៍ផិតភ័យក៏ដូចជារន្ធត់មិនអាចបំភ្លេចបានអញ្ចឹងក្មួយស្រីក៏សម្រេចថាមិនយកសក់កដាញ់នឹងយកមកຕົកដើម្បីឲ្យថែរក្សាដើម្បីអីគាត់ទេគឺអារម្មណ៍ដែលគាត់ទទួលបាននឹងវាដិតដាមជាមួយនឹងគាត់ហើយធ្វើឲ្យគាត់នឹងមានអារម្មណ៍ភ័យខ្លាចជាមួយនឹងរឿងដែលគេចង់កាន់គេចង់មក
ដណ្ដើមរូបឬក៏ស្នងរូបរបស់គាត់នឹងឯងអញ្ចឹងគាត់ក៏សម្រេចចិត្តថាមិនចង់បានមិនចង់មានមិនចង់អីទេសុំត្រឹមតែជីវិតមួយដែលល្អប្រសើរជីវិតមួយដែលរស់នៅធម្មតារកស៊ីធ្វើការងារដោយកម្លាំងញើសឈាមខ្លួនឯងតែប៉ុណ្ណឹងអញ្ចឹងក៏ប្រសង់ក៏យកសក្តាញ់នឹងຕົកហើយបានមានសង្ឃិកាថាបើសិនជាញោមត្រូវការមកយកពេលណាអាចមកយកបានអញ្ចឹងក្មួយស្រីក៏សម្រេចចិត្តថាមិនយកអូខេអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺជារឿងមួយដែលកាត់ឡើងជាមួយនឹងក្មួយស្រីដែលលេនតាមពិតវាមានច្រើនជាងហ្នឹងទៀតប៉ុន្តែដោយសារតែក្មួយស្រីដែលលេនគាត់បាននិយាយថាគាត់និយាយតែទៅរឿងរ៉ាវចំណុចដែលធ្វើឲ្យគាត់រន្ធត់ធ្វើឲ្យគាត់ខ្លាចអូខេអញ្ចឹងបាទរឿងរ៉ាវរបស់គាត់មានប៉ុណ្ណឹងតែសូមចិត្តបងប្អូនបាទដែលមិនទាន់ Subscribe Channel របស់ Admin ក៏សូមជួយ Subscribe ក៏ដូចជាដើម្បីជាការលើកទឹកចិត្តក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ដំណើររាត្រីក្នុងការបង្កើតនៅមាតិកាថ្មីក៏ដូចជាបាទចែកជូនពុកម៉ែបងប្អូនស្ដាប់ជាបន្តទៀតជាចុងក្រោយដំណើររាត្រីក៏សូមជូនពរពុកម៉ែបងប្អូនបាទដែលស្ដាប់នៅរឿងរ៉ាវរបស់ដំណើររាត្រីជួបតែសេចក្តីសុខហើយរាល់រឿងរ៉ាវដែលដំណើររាត្រីយកមកចាត់ជូនវាគ្រាន់តែជារឿងរ៉ាវដែលកើតឡើងជាមួយនឹងបុគ្គលម្នាក់ហើយក៏មិនបានតម្រូវឲ្យពុកម៉ែបងប្អូនមានការជឿឬក៏បាទទុកចិត្តទៅលើរឿងរ៉ាវទាំងអស់នោះថាវាជារឿងរ៉ាវបាទបែបណាទេវាគ្រាន់តែជារឿងរ៉ាវដែលបុគ្គលម្នាក់បាទបានជួបប្រទះ